នាព្រឹកថ្ងៃទី16ខែមេសាឆ្នាំ2026នេះក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន72គ្រួសារស្ថិតនៅសាលាវិទ្យាល័យអូតាប៉ោងឃុំអូតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្ដាលឲ្យប៉ើងដំបូលនិងជញ្ជាំងផ្ទះនៅក្នុងឃុំចំនួន2នៃស្រុកបាកានខេត្តពោធិ៍សាត់សកម្មភាពមនុស្សធម៌នេះដឹកនាំដោយលោកហ៊ីមខួនអភិបាលរងខេត្តតំណាងឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកឆៃកំមុងអភិបាលនៃគណៈអភិបាលស្រុកបាកានលោកវ៉ាន់ហៀងនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រមទាំងក្រុមការងារសហការីនិងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតគ្រួសារដែលរងគ្រោះដោយមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់នាពេលនេះរួមមានឃុំអូតាប៉ោងចំនួន58គ្រួសារនិងឃុំបឹងខ្នាចំនួន14គ្រួសារសរុបចំនួន72គ្រួសារលោកហ៊ីមខួនបាននាំមកនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមខុយរីដានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាមានការសោកស្ដាយជាខ្លាំងដែលជានិច្ចកាលឯកឧត្តមនិងសម្ដេចតែងតែគិតគូរពីសុខទុក្ខនិងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយពណ៌សម្បុរឬសាសនាអ្វីឡើយលោកអភិបាលរងខេត្តក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិជាពិសេសក្នុងរដូវកាលដែលមានការប្រែប្រួលអាកាសធាតុអំណោយជូននៅពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមី1កេសត្រីខ1យួរថាវិការ50000រៀលថ្មីត្បិតតែអំណោយទាំងនេះมันមានចំនួនច្រើនលើសលប់ប៉ុន្តែគឺជាការជួយសម្រាលការលំបាកបានមួយរយៈពេលនិងបង្ហាញពីសាមគ្គីភាពកក់ក្ដៅនិងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាលនិងកាកបាទក្រហមកម្ពុជាបងប្អូនប្រជាពលរដ្ឋបានសម្ដែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តនិងកាកបាទក្រហមកម្ពុជាដែលបានចូលមកជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលាក្រៅពីបានបញ្ចប់ការចែកអំណោយជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់រួចមកហើយលោកហ៊ីមខួនអភិបាលរងខេត្តរួមជាមួយនឹងក្រុមការងារក៏បានបន្តដំណើរចុះសុខទុក្ខនិងចូលរួមបុណ្យសពចំនួន2កន្លែងផ្សេងទៀតដែលបានបាត់បង់សមាជិកគ្រួសារក្នុងឧបទ្ទវហេតុធម្មជាតិនិងគ្រោះថ្នាក់ដោយជាយថាហេតុក្នុងស្រុកបាកានសពដែលក្រុមការងារបានចុះទៅគោរពវិញ្ញាណក្ខន្ធរួមមានលោកហ៊ុនថុលភេទប្រុសអាយុ37ឆ្នាំរងគ្រោះដោយសាររន្ទះបាញ់រស់នៅក្នុងភូមិអូតាប៉ោងឃុំអូតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់និងកុមារាផុនវ៉ាន់ឌីអាយុ9ឆ្នាំរងគ្រោះដោយសារលង់ទឹករស់នៅក្នុងភូមិភ្នៅឃុំស្នាមព្រះស្រុកបាកានខេត្តពោធិ៍សាត់លោកហ៊ីមខួនមានការសោកស្ដាយជាមួយនឹងគ្រួសារនៃសពចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ឯកឧត្តមខុយរីដាអភិបាលខេត្តជូនចំពោះក្រុមគ្រួសារនៃសពនៅពេលនេះដើម្បីជួយសម្រាលបន្ទុកក្នុងពិធីបុណ្យសពបានឧបត្ថម្ភដល់គ្រួសារសពនីមួយៗនៅអង្ករចំនួន100គីឡូក្រាមមី2កេសត្រីខ2កេសទឹកស៊ីអ៊ូ2យួរទឹកត្រី2យួរទឹកសុទ្ធ2កេសទឹកក្រូច1កេសនិងថវិកាចំនួន50000រៀលលោកក៏បានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការមើលថែកូនចៅតូចៗឲ្យបានដិតដល់ដើម្បីជៀសវាងគ្រោះថ្នាក់លង់ទឹកនឹងត្រូវស្វែងរកកន្លែងដែលមានសុវត្ថិភាពនៅពេលមានភ្លៀងផ្គររន្ទះដើម្បីការពារអាយុជីវិតនិងសេចក្តីសុខសាន្តក្នុងគ្រួសារ